នេះគឺជាក្រុមសេនាការពារនៅក្រោមបាតសមុទ្រយ៉ាងស្ងៀមស្ងាត់ដែលក្រុមពួកនេសាទខុសច្បាប់ខ្លាចរអាបំផុតនោះគឺជារូបចម្លាក់ដែលគេយកទៅទម្លាក់នៅបាតសមុទ្រគេហៅថា The Sculpture Garden តើរូបចម្លាក់ទាំងអស់នោះអាចការពារដែនសមុទ្របានយ៉ាងដូចម្តេចទៅហើយនៅក្នុងវីដេអូនេះខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នានៅហេតុផលដែលគេបង្កើតរូបចម្លាក់ក្រោមបាតសមុទ្រនេះឡើងរូបចម្លាក់ធម្មតាវាគ្រាន់តែជាវត្ថុសម្រាប់ដាក់តាំងលម្អឲ្យល្អមើលតែប៉ុណ្ណោះប៉ុន្តែបើកាលណាគេយកវាទៅទម្លាក់នៅក្នុងបាតសមុទ្រវិញវានឹងបង្កើតទៅជាអ្នកការពារដែនសមុទ្រដ៏អស្ចារ្យបំផុតមិនធ្លាប់មានដែលគំនិតថ្មីប្លែកនេះគឺត្រូវបានបង្កើតឡើងដោយលោក Jason Decker Taylor គាត់គឺជាសិល្បករជនជាតិអង់គ្លេសនិងជាអ្នកមុជទឹកអាជីពម្នាក់ផងដែរនៅក្នុងឆ្នាំ2006លោកបានបង្កើតគំនិតថ្មីមួយគឺធ្វើសួនរូបចម្លាក់ក្រោមទឹក The Sculpture Garden នៅក្នុងសមុទ្រ Melania ក្នុងប្រទេសកាណាដាដើម្បីបង្កើនការទាក់ទាញពីភ្ញៀវទេសចរឲ្យចូលទៅទស្សនានិងស្វែងយល់ពីគំនិតថ្មីប្លែកក្រោមបាតសមុទ្ររបស់លោកក៏ប៉ុន្តែក្រោយមកគំនិតដែលយករូបចម្លាក់ទៅទម្លាក់ក្រោមបាតសមុទ្រនេះគឺទទួលបានភាពល្បីល្បាញខ្លាំងនិងបានចូលរួមចំណែកជួយសមុទ្របានយ៉ាងច្រើនផងដែរដូចជារូបចម្លាក់ទាំងនោះនឹងក្លាយទៅជាជម្រកដ៏សុវត្ថិភាពសម្រាប់ហ្វូងត្រីផ្កាថ្មនិងពពួកសត្វសមុទ្រតូចៗស្នាក់នៅនិងបន្តពូជហើយបានរារាំងពីការនេសាទខុសច្បាប់នៅបាតសមុទ្រផងដែរជាពិសេសគឺជួយការពារផ្កាថ្មធម្មជាតិឲ្យបានគង់វង្សនិងជួយរំលឹកមនុស្សយើងឲ្យងាកមកចាប់អារម្មណ៍និងស្រឡាញ់បរិស្ថានសមុទ្រតាមរយៈសិល្បៈដែលបង្កប់ក្រោមទឹកនេះហើយបន្ទាប់ពីគម្រោងទី1របស់គាត់ជោគជ័យគាត់ក៏បានបង្កើតគម្រោងធំៗបន្តទៀតដូចជាគាត់បានធ្វើរូបចម្លាក់មនុស្ស500នាក់ក្រោមទឹកនៅប្រទេសមិចស៊ីកូនិងរូបចម្លាក់ក្មេងស្រីដ៏ធំដែលគេមើលទៅរូបនាងហាក់កំពុងលីមហាសមុទ្រទាំងមូលនៅលើស្មារបស់នាងគឺពិតជាស្រស់ស្អាតខ្លាំងមែនទែនហើយវាគឺស្ថិតនៅក្នុងប្រទេស Bahamas ហើយចំពោះដែលគេនិយាយថាក្រុមនេសាទខុសច្បាប់ខ្លាចរូបចម្លាក់ទាំងអស់នោះវាគឺជាការពិតទោះបីជារូបចម្លាក់ទាំងអស់នោះมันអាចនិយាយឬក៏អាចតដៃប្រឆាំងនឹងគេបានក៏ដោយក៏ប៉ុន្តែហេតុផលភាគច្រើនអ្នកនេសាទខុសច្បាប់គឺច្រើនតែប្រើមងអូសដល់បាតសមុទ្រហើយនេះគឺជាបញ្ហាបើសិនជាគេអូសប៉ះរូបចម្លាក់ទាំងអស់នោះវានឹងធ្វើឲ្យទាក់ដាច់មងឬក៏ធ្វើឲ្យខូចខាតឧបករណ៍នេសាទដែលមានតម្លៃរាប់ពាន់ម៉ឺនដុល្លារចំពោះទូកនេសាទខ្លះទៀតដែលមានបំពាក់ម៉ាស៊ីនស្កេនរកហ្វូងត្រីកាលណាបើឃើញរូបចម្លាក់ទាំងនោះវានឹងរំខានទៅដល់ឧបករណ៍ដែលពិបាកនឹងស្វែងរកហ្វូងត្រីឬក៏ធ្វើឲ្យឧបករណ៍ស្កេនខ្លះឃើញរូបប្លែកៗដែលពិបាកមើលហើយម្យ៉ាងវិញទៀតរូបចម្លាក់ទាំងអស់នោះគឺបានបង្កើតទៅជាអារម្មណ៍ភ័យខ្លាចព្រឺព្រួចសម្រាប់អ្នកទេសចរទាំងអស់នោះផងដែរដែលមានរូបខ្លះត្រូវបានគេទុកនៅក្នុងទឹកយូរដែលមានកាន់ស្លែនិងមើលទៅឃើញគួរឲ្យខ្លាចទៅពួកអ្នកនេសាទខ្លះមិនហ៊ានចូលក្បែរកន្លែងនោះដូច្នេះហើយប្រសិនបើនៅក្នុងពិភពលោកយើងភាគច្រើនធ្វើបែបនេះប្រហែលជាអាចជួយសង្គ្រោះសមុទ្រនិងសភាវៈទាំងឡាយដែលរស់នៅក្នុងសមុទ្របានច្រើនខ្លះផងដែរចំពោះប្រទេសយើងវិញខ្ញុំគិតថាគួរតែធ្វើបែបនេះដែរបើនិយាយអំពីរូបចម្លាក់ខ្មែរយើងគឺមានច្រើនសម្បូរបែបណាស់ហើយឧទាហរណ៍ដូចជារូបនាងមច្ឆាហនុមានឬក៏ធ្វើរូបប្រាសាទក្រោមបាតសមុទ្រជាដើមនិងមានរូបចម្លាក់ផ្សេងទៀតដែលខ្ញុំមិនបានរៀបរាប់ហើយបើសិនជាយើងអាចធ្វើបែបនេះបានវាក៏អាចទាក់ទាញភ្ញៀវទេសចរឲ្យមកទស្សនានិងបង្កើតបានទៅជាកន្លែងទេសចរក្រោមបាតសមុទ្រសម្រាប់ប្រទេសយើងដូចគ្នាហើយនេះគ្រាន់តែជាការចូលរួមជាគំនិតតិចតួចរបស់ខ្ញុំតែប៉ុណ្ណោះចំពោះបងប្អូនវិញយល់យ៉ាងណាអាចខមមិនមតិបងប្អូននៅក្នុងវីដេអូនេះបានសូមអរគុណហើយជួបជាមួយខ្ញុំជឿនវនីនៅវីដេអូក្រោយទៀត